ធ្វើចាបាក់ដើមឈើយកមិញដល់ពេលអញ្ចឹងទៅត្រូវចាចាំឆ្នាំតែម្ដងចាគឺបាក់អស់ហើយដោយសារចាបងប្អូនឃើញនេះខ្យល់ព្យុះយកមិញ2026គឺនៅក្នុងខែតទៀតជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube នាងខ្ញុំផ្ទាល់តែម្ដងនាងខ្ញុំអរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលតែងតែតាមដាននិងចូលចិត្តចាតាមដានទស្សនាវីដេអូរបស់នាងខ្ញុំថ្ងៃនេះនាងខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាចាមកទស្សនានៅតាមផ្លូវនៅក្នុងរដ្ឋ Pennsylvania ទាំងអស់គ្នាហើយដោយសារយប់មិញហ្នឹងគឺថាមានមេឃភ្លៀងហើយខ្យល់កត្រាក់ខ្លាំងមែនតើអញ្ចឹងថ្ងៃនេះចានៅតាមផ្លូវគឺមានបាក់ដើមឈើច្រើនប៉ុន្តែឥឡូវនាងខ្ញុំកំពុងតែធ្វើដំណើរនៅតាមផ្លូវលបឿនលឿនហើយឥឡូវនេះចូលទៅដល់តាមក្នុងភូមិស្រុកហើយចាថ្ងៃនេះផ្ទាល់តែម្ដងគឺនឹងខ្ញុំធ្វើដំណើរទៅកម្មវិធីជួបជុំបងប្អូនក្រុមជំនុំខ្មែរចានៅតំបន់នេះខ្ញុំផ្ទាល់តែម្ដងនេះយើងធ្វើកម្មវិធីបុណ្យជំនួយទឹកចារបស់សមាជិកព្រះវិហាររបស់យើងផ្ទាល់តែម្ដងចំនួន2នាក់ហើយក្រោយពីជំនួយទឹកហើយគឺយើងធ្វើការញ៉ាំម្ហូបអាហារជុំគ្នាហើយខ្ញុំក៏ឆ្លៀតឱកាសចាស់ថតចែកទេសភាពជូនបងប្អូនទាំងអស់គ្នានៅរដ្ឋផ្សេងៗឲ្យបានឃើញថានៅក្នុងរដ្ឋ Pennsylvania ចាតំបន់ដែលខ្ញុំរស់នៅតាមស្រុកស្រែជនបទនេះគឺមានលក្ខណៈបែបណាអញ្ចឹងដល់ថ្ងៃហ្នឹងគឺយើងចូលទៅកន្លែងសួនគេអញ្ចឹងហើយគឺថាជុំវិញហ្នឹងគឺថាមានទៅដោយដើមឈើជុំចិត្តច្រើនដែរចានៅខាងស្ដាំនឹងខ្ញុំនេះគឺព្រៃតែម្ដងគឺព្រៃភ្នំថានៅកន្លែងណាទេបងប្អូនខ្ញុំឃើញនៅតំបន់ព្រៃភ្នំក៏ដោយចាផ្ទះនៅនេះគឺថាស្អាតមែនតើគេធ្វើភ្លឹងតែម្ដងគឺទេសភាពនៅខាងមុខផ្ទះហ្នឹងគឺថាគេតែងតែដាំស្មៅកន្លែងណាមានដីគឺគេដាំស្មៅតែម្ដងអានេះខ្ញុំចូលទៅដល់ក្នុងភូមិគេដែលមានចាការសាងសង់ផ្ទះនៅចិត្តគ្នាអញ្ចឹងណាចាតំបន់ផ្ទះនៅនេះគឺបែបហ្នឹងឯងនេះយើងជិះនេះគឺជិះថាតាមផ្លូវតូចផ្លូវលំទេហើយសម្រាប់អាកាសធាតុនៅក្នុងខែ7ហ្នឹងគឺថាចាក្តៅគួរសមដែរតែក្តៅសុកជប់មិញនឹងគឺថាភ្លៀងមកមេធំផងចាមានខ្យល់ព្យុះខ្យល់បក់ហើយពេលផ្លូវដែលនាងខ្ញុំទៅហ្នឹងគឺថាមានបាក់ដើមឈើច្រើនខ្លាំងមែនតើប៉ុន្តែនេះផ្លូវចូលទៅកន្លែងនេះគឺអត់អីទេដើមឈើនៅមុខផ្ទះនៅសហរដ្ឋអាមេរិកភាគច្រើនហ្មងគឺថាអត់មានដើមឈើហូបផ្លែទេចាជាប្រភេទដើមឈើជាម្លប់ជាស្លឹកអីអញ្ចឹងបងប្អូនចាអត់មានដើមស្វាយដើមអីទេថាទៅអ្នកដាំដើមស្វាយបានតែក្នុងរដ្ឋតែក្តៅទេចាបើថានៅរដ្ឋនេះខ្ញុំនេះគ្មានដើមស្វាយរស់ទេគឺថាគេកម្រដាំផ្លែឈើហូបផ្លែបងប្អូនចាបើដាំក៏មានភាគតិចដែរប៉ុន្តែបើថាប្រទេសអាស៊ីគឺថា10ទាំង10គឺដឹងតែមានដើមឈើហូបផ្លែហើយឥឡូវនេះចេញពីក្នុងភូមិឥឡូវនេះចេញទៅដល់ចំការម្ដងចាល្មមដល់ទីតាំងគឺថាជីកាត់ព្រៃភ្នំចំការបឹងបួរផងចាស្រស់ស្រាយមែនតើក្នុងខែក្តៅវាលស្មៅនេះគឺថាទំហំដីរបស់គេបងប្អូននេះផ្ទះរបស់គេតូចប៉ុណ្ណេះប៉ុន្តែនិយាយពីថាដីដាំស្មៅគឺថាទុកចិត្តដាំចោលហ្មងណាស្រុកនេះគឺដីធំហើយប៉ុន្តែផ្ទះតូចល្មមទេហើយចានិយាយពីថាគ្មានដាំអីទេក្រៅពីស្មៅគឺអត់មានដាំអីចោលគេចូលចិត្តចាបែបដីទលាយអញ្ចឹងណាចានេះសិតតែផ្ទះគេធំបងប្អូនចាតម្លៃផ្ទះម្ដងមានសិតតែកន្លះលានឡើងពីព្រោះចានៅក្នុងឆ្នាំ2026ហ្នឹងឥឡូវគឺថាចាប់ផ្ដើមឡើងថ្លៃបងប្អូនគ្មានចុះទេកាន់តែថ្លៃតែម្ដងបើនិយាយពីតំបន់នេះតំបន់នេះខ្ញុំមកនេះគឺថាថ្លៃហើយបងប្អូនឃើញនេះផ្ទះរបស់គេដីធំមែនតើហ្មងចាហើយគេកំពុងតែធ្វើការសម្អាតចាដើមឈើបាក់នៅកន្លែងមុខផ្ទះគេហ្នឹងគឺគេបោះសម្អាតដាក់នៅមុខផ្ទះដើម្បីឲ្យចាឡានធំមកដឹកឬមួយក៏កាត់កិនវាអញ្ចឹងដើម្បីយកធ្វើជីតាមផ្ទះនីមួយចាតាមម្ចាស់ផ្ទះដែរតែម្ចាស់ផ្ទះខ្លះគេបកកែថែគឺផ្ទះរបស់គេគឺស្អាតអញ្ចឹងបងប្អូនចាមិនថាមុខថាខាងក្នុងទេគឺថាតាមម៉ូដផ្ទះតំបន់នីមួយគឺខុសគ្នាទាំងអស់ចាអញ្ចឹងខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់គ្នាទស្សនាវីដេអូចាបន្តទៀតដោយនេះខ្ញុំបញ្ចូលសលេងញ៉ាំមកហ្នឹងនេះទៅឲ្យយើងត្រឡប់ទៅក្រោយវិញញ៉ាំឲ្យញ៉ាំមកក៏អូខេជម្រាបសួរបងប្អូនទាំងអស់គ្នាចាឥឡូវនេះខ្ញុំនាំអារម្មណ៍បងប្អូនទាំងគ្នាមកមើលសួនចានៅខាងសហរដ្ឋអាមេរិកទៀតហើយចានៅក្នុងរដ្ឋ Pennsylvania ហើយសួនដែលបងប្អូនទាំងអស់គ្នាកំពុងតែឃើញនេះគឺជាកន្លែងតំបន់មួយដែលបងប្អូនជាពលរដ្ឋដែលរស់នៅម្ដុំនេះតែម្ដងក៏តែងតែធ្វើការជួបជុំគ្នាមិនថាជនជាតិអាមេរិកាំងឬមួយក៏បងប្អូនសាសនាទេពួកគាត់ទាំងអស់គ្នាអាចមកជួបជុំគ្នាបានចាញ៉ាំអាហារជុំគ្នាហើយសម្រាប់ថ្ងៃនេះផ្ទាល់តែម្ដងគឺនាងខ្ញុំមកពីខាងព្រះវិហារចាខ្មែររបស់យើងចានៅតំបន់នេះខ្ញុំរស់នៅផ្ទាល់តែម្ដងគឺយើងតែងតែជួបជុំគ្នាជាប្រចាំឆ្នាំតែម្ដងចាគឺយើងតែងតែមកជួបជុំគ្នានៅតាមសួនចាយើងកក់កន្លែងគេទុកបែបនេះដើម្បីយើងមានកន្លែងអង្គុយយើងមានរោងមានអីចឹងទៅតែបើសិនជាយើងមកលេងលក្ខណៈធម្មតាចាគឺគេមានតុអង្គុយចាកន្លែងផ្សេងទៀតគឺមានតុអង្គុយ
hay không ai rụt lên bàn lên ấy tam chặt chẳng bán đó nam bốn chà nên cái chỉ xuân xa thiên lại muối hay bây giờ mình côn tuổi tốt ao quạt lên này bàn chẳng tờ chà hay bà sân giờ mình cầm vị thi chụp liêng để chỉ khục cầm na rừng môi cò chạp chọc ca sắc xa xem chả dương ai cọ lại cái bàn này lại này đôi ngày này chẳng cứ khang preview bỏ nhóm cứ dương bàn cọ lại cái đầm bầy phơi cầm thi chụp chung cái này chả này tí này to tầm đòn xưa ôm exercise lấy chứ ngay hay ngày này rồi sao là dục mấy mình cho chú bạn đam chơi bạn ấy phanh năng tầm đòn là nó cứ tập tập cái bắt chẳng hai cái thà ôm mình còn chơi tập tập nơi kiên thấy năng kháng nào nhà tập tập năng kháng nào còn đào ngay nè mồm tầm đòn đau mà hot mình thò mà đa hot à hay cái lại này ngập bị dục mình cứ mình cho chú cho chú mà mê thông làm đòn liền khang cho chú có khang bạn đam chơi bên tam plei tầng o chẳng đôi bóng ôn khơi cho là nên trong nó bóng ôn nó thêm mơ lại đi đam chơi này bạn hà nội các bạn này đam chơi bạn là khang nó tiệt nên bóng ôn đam chơi bạn dục mình này còn là thay chụp một này tối chứ này nơi tam plei cứ bạn chân tầng o tam đòn cứ bão hay rồi xa chà bóng ôn khơi như này cho chú dục mình cứ khăng mình tên bọn xong bây giờ nơi khỏi tem bọn nên còn nên trong rốt đại chà được khơi nhau bóng ôn nam cái bọn phê mùa mới cái nó không khai khai đi khai chủ lại chả khai làm pi đi hay đời xa ta mày đại bay ngay đọc bền chẳng tới xẹp tỏ bề là miền đi máu cái việc bạn chẳng mong bạn chỉ vùng này chẳng ô nơi khang lớn nó việc bạn toàn chụp mà ó hết này chà chứ ngất ai ta nơi khổng đam chơi đang mà này phải vì ai nợ bạn to tiệt chà cứ bạn ó lĩnh bạn hay nên structure chà xuân xa thiên lại cái này cứ thống chà thông tận lý mình đang mong ổn cứ dương màu chỉ tục màu ấy ban cứ miếng khục lại được hay miếng cái lại bao tè bao ấy dương trăng miếng ấy dương mà lên chà này mong ổn chơi chủ lệ dụng mấy nhá chà lệ lòng bạn ở họ lính món này chà sau đó bóng ổn đó nên thay chà chui subscribe YouTube nên cho mình mỗi phong nên cho mình thoát chà tay sập hiếpสบายxanh chà nơi không xã rồi nằm đấy to được mà có và tây Canada chả chun bóng bồn ở cái này bồn khơi nhạc shop chụp chụp mình mà mê thông máu cứ bạn hai nó đám chơi nơi từ khang nông tiền bạn cục lại tại mà đòn play cứ gậy bật trọng bật ở hải chà cứ bạn nó tiền bóng bồn hay nơi chung mấy nó cứ thà play chơi ta chạy ta chân ta chơi chạy lọ số này cứ dừng ai nom côn nhưng mà lên ban đời sờ bài đi chà nên ấy ai ta khai cái đấy cứ cái thị trường cái chụp chúng kia trên mà lên chẳng hạn ông bà sân chỉ khai để chạy mà mỗi khai cứ sang ngắm nơi đặc nông tè nơi nông rọt lên trên đôi nói cứ để chạy cọ chà bà cho thì chạy cọ hay bà cái đấy là lịa đôi nó sọc mai đài chà đào pe ăn hot dog thôi mình lại chui vào cặp lơ mình chụp nuôi ca chở na pu nuôi ca chở nè. We're gonna eat first and then do it. Oh, eating first? Yeah. Are you sure? Are you 100% sure? Yeah, I'm eating first. I don't know about you guys, but I'm eating. Well, if you can't eat, we can. Ăn hot dog, ăn burger. Yo, who wants this? Take the whole thing. I was watching. Take it. He likes. Let it cook. Put cold in there. Oh. No, when the cook from here, you put the cook over here. Okay? Ô, khlao ấy à. From bed. It's not gonna catch it. Trong thơ nó nghe thơ ấy có khao đây nhưng chiên thấy khao. Ô, ai trồng phao chiên ấy cả khlao. Còn lấy mà ăn hot dog thì mình bây giờ má đang một thôi đấy. Đang bật thôi. Còn phay bao này cho ăn nhanh.
Happy Independence Day. Okay. lạiទីបលសុទ្ធមែនប៉ុន្តែយើងមកជុំគ្នានេះនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទផងដែរអាមែន So today is the day of retreat. Retreat means that we're getting away from the everyday thing. We're retreating away to be together, to wind down, to just have a joyful time together, but clear our mind. Let's just get away from the daily work, the daily routine, everything that we do every day. Today is just to unwind and just be with each other. បាទថ្ងៃនេះយើងជួបជុំគ្នាគេហៅថា retreat បានន័យថាយើងទុកការងារប្រចាំថ្ងៃទុកអ្វីទាំងអស់ប្រចាំថ្ងៃមួយឡែកសិនបាទហើយយើងមកជួបជុំគ្នានេះនៅក្នុងលក្ខណៈជាគ្រួសារនៃព្រះវិហាររបស់យើងផងដែរហើយយើងនិយាយជាមួយនឹងគ្នាប្រកបជាមួយគ្នាទាំងអស់គ្នានៅក្នុងគុណរបស់ទ្រង់ផងដែរហើយកុំឲ្យយើងនឿយហត់ក្នុងការងារប្រចាំថ្ងៃប្រចាំជីវិតរបស់យើងពេក And it's also a special day, and in our the booklet that Robert makes, one of our goals every year is to have a baptism, to have a member of our church to get baptized. So we're very fortunate, we're very blessed this year. We get 2. ហើយនៅក្នុងតាមតូចដែលលោករ៉ូប៊ែចែកចាយនៅក្នុងកម្មវិធីរបស់គុំរៀបរៀងរាល់ឆ្នាំលក្ខណៈក្នុងការធ្វើពិធីបុណ្យទឹកបាទហើយជាថ្ងៃដ៏មានប្រពរដល់ប្រដំសម្រាប់យើងទាំងអស់គ្នាហើយឆ្នាំនេះយើងមានសមាជិក2នាក់ហើយចូលរួមនៅក្នុងការធ្វើពិធីបុណ្យជំនុំទឹកថ្វាយព្រះអង្គ Okay, so I want you guys to give a hand for Om Plet Bat. We got Son. And then we have Rod, Max Rod. You know what? January. All good. All right, bye. So these are the 2 that's going to get baptized today, and they're going to share their testimony, okay? Can't wait. អង្គទាំងពីរគាត់ស្ម័គ្រទទួលព្រះអង្គជាព្រះសម្ព្រុះផ្ទាល់ខ្លួនរបស់គាត់ហើយថ្ងៃនេះគាត់ធ្វើពិធីជាមួយទឹកដើម្បីបញ្ជាក់ថាគាត់ពិតជាទទួលព្រះអង្គហើយមានព្រះអង្គព្រះយេស៊ូវគ្រីស្ទជាព្រះសម្ព្រុះផ្ទាល់ខ្លួនរបស់គាត់មែនហើយទីទៀតនឹងគាត់នឹងធ្វើទីបន្ទាល់ផ្ទាល់ខ្លួនម្នាក់ថាហេតុអីបានជាពួកគាត់ទទួលជឿព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទជាព្រះសម្ព្រុះរបស់គាត់ Okay, so this time Jesus my Redeemer, name above all names, precious Lamb of God, Messiah, oh for sinners slain. Thank you, oh my Father, for giving us your Son and leaving your Spirit.
down. Song on song. So she's gonna tell us her testimony. បានចូលស្រឡាញ់ខ្ញុំស្រឡាញ់ព្រះអង្គហើយខ្ញុំតាំងពីបានដឹងថាខ្ញុំចិត្តចង់ដើរតាមព្រះអង្គខ្ញុំស្រឡាញ់ព្រះអង្គម្ចាស់ព្រះយេស៊ូវអស់ពីចិត្តពីមានអ្នកណាដឹកនាំគឺដឹកដោយខ្លួនឯងចិត្តខ្មាស់មកដោយខ្លួនឯងអាមែនព្រះអង្គថែរក្សាខ្ញុំម្ចាស់ We continue with Maroy Kausap, Kim Jong Fuji Christian. And there is English in the back. We're going to sing English and Khmer together. There's 4 times. And I catch it. Let me bounce. ណាបងប្អូនណាចេះខ្មែរអានខ្មែរទៅណាចេះអង់គ្លេសទៅយើងអាចរៀនជាមួយគ្នាអាចជួយគ្នាបានអូខេតោះ And next we'll ask ចាន់រីសូមអញ្ជើញទៅទីបន្តហេតុអីបានអ៊ំទទួលព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះផ្ទាល់ខ្លួន បងប្អូន កម្មជាមួយទឹកយ៉ាបងជាមួយទឹកខ្ញុំមូលហេតុដែលខ្ញុំបានយកកូនស្រីខ្ញុំបានតែមកប្រាប់ខ្ញុំថាគាត់បានធ្វើលើព្រះអង្គព្រះយេស៊ូវហើយតែខ្ញុំងល់ថាមូលហេតុអីបានយកកូនខ្ញុំទៅលើព្រះអង្គទៅជាព្រះតាមតែថ្ងៃមួយខ្លួនខ្ញុំផ្ទាល់បានបាត់គោមិនបាត់មកក្បាលពីស្បាលបាត់ដល់5ក្បាលអូនតែមានការស្អាតស្អាតនេះបងក៏ខ្ញុំស៊ីតារវារហូតថ្ងៃហើយថ្ងៃទៀតតាំងពីព្រឹករហូតដល់យប់រកអត់ឃើញហូតបានដល់3ថ្ងៃហើយរកអត់ឃើញទៀតអញ្ចឹងទៅខ្ញុំមានការអស់សង្ឃឹមយ៉ាងខ្លាំងក៏ថ្ងៃទី4ខ្ញុំញាក់ឡើងពីដេកខ្ញុំក៏សម្រាប់ចិត្តខ្ញុំប្រាប់ចិត្តខ្ញុំថាខ្ញុំរកតាមមួយថ្ងៃនឹងទៀតទេបាទកាលណាខ្ញុំរកអត់ឃើញខ្ញុំរកវាទៀតហើយដល់ពេលហ្នឹងខ្ញុំជិះម៉ូតូទៅចាក់កណ្ដាលផ្លូវប្រហែលជា500ម៉ែត្រស្រាប់តែខ្ញុំបន់ព្រះអង្គព្រះយេស៊ូវខ្ញុំបន់ព្រះអង្គថាខ្ញុំអត់ចេះពេញឋានដូចបងប្អូនខ្ញុំបានថាព្រះរបស់ខ្ញុំការដូចរត់ឡើងថាអោព្រះយេស៊ូវដ៏ស័ក្តិសិទ្ធិអើយសូមឲ្យខ្ញុំទៅរកគូនឹងឲ្យបានឃើញមក
យកលើអង្គខ្ញុំថាណាដល់ហើយខ្ញុំជិះម៉ូតូទៅទៀតដល់ហើយជា500ម៉ែត្រសោះតែឃើញគោមួយវងចេញមកគោធំចេញមកចឹងទៅខ្ញុំជិះម៉ូតូទៅឡើងលឿនដើម្បីឲ្យចិត្តដល់វាស្រួលយើងមើល ស្គាល់ ហ្នឹងហើយឲ្យស្គាល់គោរបស់យើងក៏ខ្ញុំស្រឡាញ់មើលចុះមើលឡើងទៅខ្ញុំឃើញគោខ្ញុំមុនដំបូងឃើញតែមួយទេដល់តែអាហ្នឹងខ្ញុំចំណាំវាមានកាយនៅពីលើក្បាលវាដល់ចឹងទៅវាដើរថតទៅខ្ញុំចេះតែស្រឡាញ់មើលទៀតហើយអាគោពេលហ្នឹងក៏ចេះតែដើរទៀតឡើងមកទៅបានខ្ញុំទៅលេខទៅព្រោះទៀតបានឃើញគោនោះ3 4ទៀតបានខ្ញុំថាអីនេះគោខ្ញុំមែនហើយចឹងបានជាខ្ញុំជឿលើអង្គព្រោះអីអង្គធ្វើការអស្ចារ្យមកលើរូបខ្ញុំ We will continue our last song as I have decided to follow Jesus, just like these two, Om Tumpi, Okun, Ban Dao Tam Praong. For it's an honor to have you guys as our brothers and sisters. ហារីស្បឺករបស់យើងសូមអបអរសាទរ Amen. Turning back, hallelujah. Go back. Put your hands together one more time for the two. បងប្អូនសូមអញ្ជើញអង្គុយចុះបាទអូខេ eternal វាមានពីរ eternal in hell, eternal in heaven, okay? The Bible clearly said that if you believe in Jesus and follow Him, He will give you eternal life. Eternal life. What about you? Okay, Chris, thank you. Peace. Yeah, thank you. Peace. យើងមានសន្តិភាព ហើយបើយើងមានសន្តិភាព